ស្ដីទាំងអស់គ្នានេះជាវីដេអូកាលពីថ្ងៃទី10 ខែ 5 ឆ្នាំ 2026 អញ្ចឹងមកដល់ពេលនេះមកទឹកជាងទៅបានកាត់តបញ្ចូលសំឡេងអញ្ចឹងវីដេអូនេះដោយសារតែខ្ញុំត្រូវជិះទឹកមកវត្តអញ្ចឹងក៏កាត់ភ្នំពេញចំថ្ងៃអាទិត្យចឹងគេបើកផ្សាររាត្រីនៅមាត់ទន្លេអញ្ចឹងខ្ញុំក៏ដើរថតវីដេអូមើលផ្សាររាត្រីគេសបោអីញ៉ាំមែនទាំងអស់គ្នាគេទៅបើកមិនតាដឹងរយៈពេលប៉ុន្មាននេះមកដល់ឥឡូវអញ្ចឹងខ្ញុំដើរមើលរោអីញ៉ាំពីចឹងទៅសបោភាគច្រើនសបោនំបញ្ចុកម្ហូបខ្មែរដឹងថាស្រីនេះប៉ុណ្ណោះជាផ្សារមិននេះស៊ូមិននេះសោកនំលបាច់ជារីងដេញមិនទេថ្លៃផ្សេងខ្លាចរកគេផ្សេងទៀតទៅបើប្រងបើបជាតកាស្នេហាកុំស្នេហ៍ខ្ញុំកុំបងខំខ្ញុំមិនទេការស្នេហាឈឺចាប់រកគេផ្សេងទៀតទៅបើប្រងបើបជាតកាស្នេហាកុំស្នេហ៍ខ្ញុំកុំបងខំខ្ញុំមិនត្រូវការស្នេហ៍បងអូនប្រាប់ច្រើនដងខំបងធ្វើអីបើស្នេហ៍រូបស្រីដូចប្រុសថ្លៃតាមស្នេហ៍ពពអញ្ចឹងនៅផ្សាររាត្រីមាត់ទន្លេនឹងគេលក់អីចំថ្ងៃសៅរ៍អាទិត្យថ្ងៃចុងសប្តាហ៍រៀងវែងណាទាំងអស់គ្នាកាត់ចុះកាត់ឡើងសល់ចិត្ត3នាទីដែរអញ្ចឹងគឺវែងកន្លែងហ្នឹងគឺទន្លេ4មុខទាំងអស់គ្នាមុខវាំងអញ្ចឹងមានការជិះទូកជិះអីទៅនិយាយទៅកន្លែងដើរលេងវាច្រើនស្អាតអញ្ចឹងណាអញ្ចឹងចង់ជិះអីញ៉ាំអីមានទាំងអស់ហាត់ប្រាណបែបមិនក៏មានដែរទាំងអស់គ្នាថាធំមែនទេនេះមកដល់ចំណុចចុងគេគឺដល់ត្រឹមហ្នឹងអញ្ចឹងចាប់ពីផ្សាររាត្រីមាត់ទន្លេមុនមកដល់កន្លែងចុងនេះគឺនៅកន្លែងតំណឹង